ថ្ងៃនេះបានយ៉ាមហាអេរ៉ុកមកគ្រឿងហើយយ៉ាមហាអេរ៉ុកនេះមានបញ្ហាបែកហ្វឺធ្វើឲ្យលេចប្រេងម៉ាស៊ីនចូលទៅក្នុងកន្ទះសេពីនធ្វើឲ្យម៉ូតូគាត់ជិះទៅអត់មានប៉ាទេទួងងាយហិចខ្សោយចឹងទៅតែខ្ញុំនិយាយមែនបងប្រុសមកដូរlạiខ្ញុំម្ដងហើយតែមានហើយខ្ញុំរងចាំការកំងសិនអញ្ចឹងបើថាយើងជាជាងបើកនៅស្រុកស្រែវាពិបាករឿងគ្រឿងបន្លាស់អញ្ចឹងអាគ្រឿងក្នុងប្លុកកន្ទះសេពីនរបស់វានេះខ្ញុំអត់សូវមានទេខូចខាតអីតកំងមួយថ្ងៃពីរថ្ងៃអញ្ចឹងទៅអញ្ចឹងបើថាខ្ញុំមិនសូវចង់ដាក់ទីតាំងប្រហែលទេពេលខ្ញុំដាក់ទីតាំងរបស់បងប្អូនទៅបងប្អូនតែមកធ្វើព្រាវថ្ងៃអាទិត្យបងប្អូនណាត់គ្នាមកធ្វើម៉ូតូទាំងតែពេលខ្លះខ្ញុំអត់មានគ្រឿងបន្លាស់អញ្ចឹងខ្ញុំពិបាកនឹងទទួលណាបងប្អូនតែបើខ្ញុំនៅចិត្តពេញវិញខ្ញុំកំងគ្រឿងស្រួលដូចជាម៉ូតូនេះអញ្ចឹងបងប្រុសឲ្យខ្ញុំដូរស្បែកដូរត្រឡោកចេញតែខខ្ញុំអត់ចង់យកស្បែកទៅបិទដោយសារស្បែកបិទវាមិនសូវស្រួលខ្ញុំចង់រករបស់ណាល្អដាក់អស់លុយម្ដងប្រើបានយូរបើពួក Honda ខ្ញុំមានហើយតែពួក Yamaha គេមិនទាន់ធ្វើបានទេគេធ្វើបានគ្រាន់តែ view ហើយ view តមិនចាំម៉ូតូអង្គុយចាំហើយបើមិនចាំម៉ូតូខ្លះនៅហូតពេញណោះអ្នកណាប៉ាន់អង្គុយចាំចេះហេងវិញមានស្បែកប្រាំងមួយដែរហើយសូមបញ្ជាក់តិចម៉ូតូបងប្រុសមានបញ្ហាជាប់ឆេកបងប្រុសបានប្រាប់ខ្ញុំថាម៉ូតូគាត់ជួនកាលលោតឆេកជួនកាលមិនលោតឆេកហើយខ្ញុំក៏ scan មើលទៅហើយដល់ scan ទៅអត់មានឃើញអីលីងមិនដឹងជាគាត់កុហកខ្ញុំឬក៏យ៉ាងណាហើយម៉ូតូហ្នឹងខ្ញុំដូរស្បែកប្រាំងហើយទៅជាលោត ABS បងប្រុសមិនចាំម៉ូតូចង់អន់ចិត្តជាមួយខ្ញុំថាម៉ូតូពេលជិះមកអត់មានលោត ABS ទេគ្រាន់តែដូរស្បែកប្រាំងហើយលោត ABS គៀងហើយខ្ញុំមិនខំ20ម៉ូតូបើកសោមិនទាន់ជិះវាមិនលោតដល់ពេលខ្ញុំជិះលោម៉ាលីកបាត់ឆឹងបលឹងហៅស៊ីផលិតដូរស្បែកប្រាំងចំណេញបានប៉ុន្មានពាន់ទៅជាលោត ABS គេងាប់បដ ாய் តែក៏ចេះសំណាងវិញអត់មានលោតសោះក្តៅចិត្តពេកយកថ្លៃ scan គាត់$5ដើម្បីយកលុយហ្នឹងមកទុកដាក់អរជាក់ពេលល្ងាច